ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបានជួបបងប្អូនទាំងអស់គ្នាសារជាថ្មីម្ដងទៀតហើយជាមួយនឹងកងវិលក្នុងវីដេអូជាសំឡេងក្នុងថ្ងៃនេះដែរមិនខុសពីសប្ដងទេគឺខ្ញុំតែងតែនាំយករឿងពិតរបស់បុគ្គលម្នាក់ៗដែលបានជួបជាមួយនឹងឧបសគ្គផ្សេងៗគ្នាមកចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់កម្សាន្តហើយក៏ជាផ្នែកមួយនៃចំណេះដឹងផងដែរហើយសាច់រឿងថ្ងៃនេះដែរគឺនិយាយអំពីបុរសម្នាក់ដែលត្រូវព្យាយាមដើរចេញពីនរកដ៏សែនក្តៅក្នុងរយៈពេល71ថ្ងៃរឿងនេះក៏ល្បីល្បាញផងដែរជាពិសេសគឺខ្ពតរបស់គាត់គឺស្ដាប់ហើយធ្វើឲ្យអ្នកអានគឺមានការភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់គាត់ជាខ្លាំងហើយតើពាក្យសម្ដីរបស់គាត់នោះនិយាយអំពីអ្វីកុំភ្លេចតាមដានវីដេអូមួយនេះឲ្យដល់ចប់អ្នកទាំងអស់គ្នាមុននឹងចូលទៅដល់វីដេអូរបស់យើងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាអំពី Facebook Page សម្ភារៈជាងដែលវាជា Small Business Online របស់ខ្ញុំក្នុង Page នេះខាងខ្ញុំមានលក់នៅសម្ភារៈជាងនិង Accessory ផ្សេងៗហើយឥឡូវខ្ញុំក៏មាន Promotion ពិសេសផងដែរដោយរាល់ការជាវចាប់ពី$15ឡើងទៅអ្នកទាំងអស់គ្នានឹងទទួលបានការដឹកជញ្ជូនដែលឥតគិតថ្លៃហើយឥឡូវនេះតោះយើងចាប់ផ្ដើមចូលទៅសាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងនេះបានកើតឡើងទៅលើជនជាតិអូស្ត្រាលីម្នាក់ដែលមានឈ្មោះថា Ricky Murchie គាត់បានកើតនៅក្នុងឆ្នាំ1970នៅ Gippsland ក្នុងរដ្ឋ Victoria ក្នុងប្រទេសអូស្ត្រាលីក្នុងវ័យកុមារភាពរបស់គាត់គឺជាក្មេងម្នាក់ដែលមានសុភមង្គលដែលរស់នៅជាមួយនឹងក្រុមគ្រួសាររបស់គាត់រហូតមកដល់ពេលមួយក្រុមគ្រួសាររបស់គាត់ទៅផ្លាស់ប្ដូរមករស់នៅ Melbourne ហើយអ្វីៗបានផ្លាស់ប្ដូរគ្រប់យ៉ាងដោយឪពុករបស់លោក Ricky គាត់បានធ្វើអត្តឃាតសម្រាប់ខ្លួនឯងហើយបានធ្វើឲ្យស្ថានភាពគ្រួសាររបស់លោក Ricky ចាប់ផ្ដើមធ្លាក់ដុនដាបកន្លែងនេះគេក៏មិនបានបញ្ជាក់ពីមូលហេតុអ្វីបានជាលោកឪពុករបស់លោក Ricky សម្រាប់ខ្លួនដោយសារអ្វីដែរហើយមកដល់អាយុពេញវ័យលោក Ricky បានធ្វើការដើម្បីចិញ្ចឹមជីវិតដោយតែយុវជនទូទៅអញ្ចឹងតែប្រវត្តិការងាររបស់គាត់គឺមិនសូវជាជាប់លាប់ប៉ុន្មានទេដោយមុខរបរការងាររបស់គាត់កន្លងមកមានដូចជាអ្នកលក់កាមេរ៉ាព្រំអ្នកនេសាទបង្គាអ្នកធ្វើការនៅក្លឹបរាត្រីនិងជាងអគ្គិសនីផងដែរហើយលោក Ricky ក៏គាត់មានប្រវត្តិឧក្រិដ្ឋកម្មផងដែរដោយធ្លាប់ធ្វើការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនហើយគាត់ក៏ធ្លាប់ជាប់គុកផងដែរដោយគាត់បានពាក់ព័ន្ធនៅក្នុងការវាយគ្នានៅក្នុងក្រុង Perth ដែលជាទីក្រុងមួយនៅភាគខាងលិចប្រទេសអូស្ត្រាលីដោយសារតែប្រវត្តិមិនល្អរបស់គាត់បែបនេះទើបធ្វើឲ្យគាត់ត្រូវចាក់ចេញពីកន្លែងដែលគាត់រស់នៅទៅធ្វើការនៅកន្លែងផ្សេងនៅក្នុងខែមករាឆ្នាំ2006លោក Ricky គាត់ចូលដល់វ័យ35ឆ្នាំជាពេលមួយដែលគាត់រស់នៅ Queensland ហើយនៅពេលនោះលោកបានទទួលការងារមួយដោយតម្រូវឲ្យគាត់ចាក់ចេញពី Queensland ទៅ Port Hedland ដែលមានទីតាំងនៅភាគខាងលិចនៃប្រទេសអូស្ត្រាលីក្នុងការធ្វើដំណើរនេះគាត់បានធ្វើដំណើរជាមួយនឹងរថយន្ត SUV របស់គាត់ដែលជាម៉ាក Mitsubishi Challenger ផលិតនៅក្នុងឆ្នាំ2001ដោយត្រូវចំណាយរយៈពេលបើកបរ42ម៉ោងក្នុងចម្ងាយពី Queensland ទៅ Port Hedlandបើសិនជាយើងស្ដាប់ទៅដូចជាការធ្វើដំណើរបែបធម្មតាដូចយើងជិះពីភ្នំពេញទៅបណ្ដាខេត្តនានាអញ្ចឹងតែធៀបពិតគឺមិនអញ្ចឹងទេគាត់ត្រូវធ្វើដំណើរឆ្លងកាត់ Northern Territory ដែលជាតំបន់មួយដែលមានស្ថានភាពក្តៅនៅពេលថ្ងៃដែលមានកម្ដៅរហូតដល់40អង្សានិងប្រែទៅជាត្រជាក់នៅពេលយប់នៅទីនោះមិនសូវជាមានប្រជាជនរស់នៅប្រមាណទេតែទំហំទឹកដីនៅទីនោះគឺមានទំហំទៅដល់1,347,791 គីឡូម៉ែត្រប៉ុន្តែមានប្រជាជនរស់នៅត្រឹមតែ2,49,345 នាក់តែប៉ុណ្ណោះហើយតំបន់ខ្លះនៅក្នុងនេះបើកន្លែងស្ងាត់គឺស្ងាត់យកតែមែនទែនអញ្ចឹងប្រសិនជាមានករណីណាមួយដូចជាឡើងមានបញ្ហាគឺលោក Ricky ពិបាកក្នុងការរកជាងមកជួសជុលរថយន្តរបស់គាត់ជាមិនខានគាត់បានធ្វើដំណើរនៅលើផ្លូវ Bontin Highway ដែលជាផ្លូវកាត់នៅលើតំបន់តូចមួយមានឈ្មោះថា Outback ដែលមានទីតាំងស្ថិតនៅក្នុង Northern Territory ដោយទេសភាពនៅសងខាងនៃផ្លូវគឺមានតែវាលំហោឋាននិងសាច់តែប៉ុណ្ណោះហើយគាត់ក៏មានពេលតែប្រហែលថ្ងៃដែរក្នុងការកំណត់ទៅកន្លែងការងារថ្មីរបស់គាត់ប៉ុន្តែនៅពេលដែលធ្វើដំណើរនោះគាត់មានចិត្តមួយគាត់ចង់ឈានចូលទៅលេងមិត្តចាស់របស់គាត់ម្នាក់ដែលរស់នៅតំបន់ Hall Creek ដែលជាតំបន់មួយស្ថិតនៅក្នុង Northern Territory នៅកំឡុងពេលដែលគាត់ជិះតាមបណ្ដោយផ្លូវ Bontin Highway ត្រង់ទៅមុខបន្តិចគាត់បានបត់ឆ្វេងចូលមុខផ្លូវ Stewart Highway បុកទៅ Buchanan Highway ដែលជាផ្លូវកាត់ទៅ Hall Creek ផ្លូវកាត់ដែលគាត់បានធ្វើដំណើរនេះមិនសូវជាស្អាតដូចផ្លូវផ្សេងៗប៉ុន្មានទេដោយសារតែផ្លូវនេះចំនួនហ្នឹងវាហុយហើយកន្លែងខ្លះមានកលុកនិងមានស្នាមហូរចុះដោយទឹកភ្លៀងផងដែរតែវាអាចជួយសន្សំពេលវេលាបានច្រើនដោយផ្លូវនេះវាអាចជួយគាត់ទៅ Hall Creek មុននឹងមេឃព្រលប់បានប្រហែលបានជាប្រហែលម៉ោងក្រោយមកក្នុងការធ្វើដំណើរនេះលោក Ricky បានប្រទះឃើញនៅមនុស្សមួយក្រុមដែលមើលទៅការស្លៀកពាក់និងសម្បុរគាត់សន្និដ្ឋានបានថានេះជាជនជាតិដើមនៅតំបន់នោះនៅពេលនោះពួកគេបានលើកដៃជាសញ្ញាសូមជំនួយពីគាត់ជនជាតិដើមនោះឈរនៅក្បែរឡានរបស់ពួកគេ
មើលទៅទំនងជាឡានរបស់ជនជាតិដើមនោះកំពុងតែមានបញ្ហាប៉ុន្តែក្នុងចិត្តរបស់លោកវិគីក៏មានការប្រុងប្រយ័ត្នផងដែរដោយលោកគិតថាផ្លូវដែលលោកជិះនេះគឺកម្រឃើញមនុស្សជិះកាត់លើផ្លូវនេះណាស់ហើយដែលនៅក្នុងចិត្តរបស់លោកគឺមិនសួរបែបនេះលោកក៏បានឈប់នៅមុខឡានរបស់មនុស្សមួយក្រុមនោះហើយគាត់បានបើកកញ្ចក់ចង្អុលទៅមនុស្សម្នាក់នៅក្នុងក្រុមរបស់ពួកគេឲ្យដើរជិតមកនិយាយជាមួយនឹងគាត់ថាពួកគាត់ត្រូវការអ្វីក្នុងពេលនោះលោកវិគីបានចាក់សោទ្វារឡានរបស់គាត់និងត្រៀមជើងជាន់លើហ្គាឡានជាសាច់ក្នុងករណីប្រសិនជាពួកគេមិនមានបំណងល្អមកលើគាត់ហើយលោកវិគីក៏មានកំបិតនៅនឹងខ្លួនផងដែរប្រសិនជានៅក្នុងករណីចាំបាច់លោកនឹងតតាំងជាមួយនឹងពួកគេនៅពេលបរិសម្នាក់នោះដើរមកជិតលោកវិគីគាត់បាននិយាយទៅវិគីថាឡានរបស់ពួកគេបានអស់សាំងហើយពួកគេត្រូវការសាំងខ្លះដើម្បីបន្តដំណើរទៅ Hall Creek មកដល់កន្លែងនេះខ្ញុំសូមបើកវងកញ្ចក់តិចរឿងរបស់លោកវិគីហ្នឹងវារៀងញ៉េញ៉ៃហើយនៅពេលដែលគេជួយសង្គ្រោះគាត់លើកដំបូងគាត់ប្រាប់ថាឡានរបស់គាត់ហ្នឹងខូចតែបន្ទាប់មកគាត់ក៏ប្រាប់អ្នកកាសែត Washington Post ថាគាត់ត្រូវបានគេដាក់ថ្នាំដល់អ្នកជិះបុកឡានរបស់គាត់ហើយទុកឲ្យគាត់ស្លាប់នៅទីនោះហើយនៅពេលក្រោយទៀតគាត់ក៏បានប្រាប់គេដែរថាគាត់បានជួយជនជាតិដើមម្នាក់ដែលកំពុងតែជិះកង់នៅតាមផ្លូវហើយចុងក្រោយគេបំផុតគឺចូលមកដល់ឆ្នាំ2010គាត់បានប្រាប់ទៅគេវិញថាគាត់បានជួយក្រុមជនជាតិដើមដែលអស់សាំងនៅតាមផ្លូវហើយគាត់បានស្នើឲ្យគេម្នាក់ក្នុងចំណោមពួកគេឲ្យឡើងមកឡានគាត់ទៅទិញសាំងជាមួយនឹងគាត់ស្ដាប់ទៅសាច់រឿងគាត់ដូចអញញ៉ៃតែក្នុងនេះក៏មានមតិខ្លះថាលោកវិគីអាចនឹងបាត់បង់ការចងចាំនៅកំឡុងពេលដែលគេដាក់ថ្នាំគាត់នឹងហើយអ្នកខ្លះក៏មិនសូវជាជឿទុកចិត្តលោកវិគីដែរដោយគេនិយាយថាវិគីគឺជាមនុស្សដែលមានរឿងអាសើជាមួយនឹងគ្រឿងញៀនពីមុនមកអញ្ចឹងបានជាគេមិនសូវជាជឿនៅសម្ដីគាត់ប្រហែលនោះទេហើយតើគ្រប់យ៉ាងវាយ៉ាងណានោះយើងក៏មិនទាន់ដឹងច្បាស់នៅឡើយទេអញ្ចឹងដើម្បីឲ្យជាក់ច្បាស់យើងមកតាមដានសាច់រឿងរបស់យើងបន្តទៀតអញ្ចឹងនៅពេលដែលលោកវិគីឮបែបនេះគាត់ក៏បានហៅបរិសម្នាក់នោះឡើងឡានទៅទិញសាំងជាមួយនឹងគាត់ហើយនៅពេលដែលបរិសជាជនជាតិដើមនោះចូលទៅដល់ក្នុងឡានរបស់លោកវិគីបានយកបៀចេញពីធុងតកកឡានរបស់គាត់ផឹកពីអ្នកបរិសនោះប្រហែលជា20នាទីក្រោយមកក្នុងការធ្វើដំណើរនោះសាបៀរបស់លោកវិគីបានផឹកអស់ពីដបហើយឃើញដូចនេះបរិសដែលជាជនជាតិដើមជិះឡានជាមួយនឹងគាត់នោះគាត់បានគាស់សាបៀឲ្យទៅលោកវិគីមួយទៀតលោកវិគីបានឃើញដូចនេះគាត់ក៏បាននិយាយលេងទៅកាន់បរិសនោះថាវាជាលើកដំបូងហើយដែលគាត់យកភ្នែករបស់គាត់មើលទៅសាបៀកំឡុងពេលដែលគាត់បើកបរធ្វើដំណើរអញ្ចឹងដោយសារតែនេះនៅក្នុងភ័យគាត់ផឹកបដាគាត់បើកបដាបានតែបើសិនជាច្បាប់នៅស្រុកគេបើផឹកបដាបើកបដាប៉ុណ្ណឹងគឺប្រកាសជាគេដក license ហើយបន្ទាប់ពីផឹកបៀអស់រយៈពេល10នាទីលោកវិគីចាប់ផ្ដើមមានអារម្មណ៍ច្បុកច្បល់ភ្នែករបស់គាត់ចាប់ផ្ដើមស្វាំងដែលវាជាអារម្មណ៍ដំបូងដែលគាត់បានជួបគាត់និយាយប្រាប់អ្នកកាសែតថាវាមិនមែនជាករណីស្វឹងទេព្រោះគាត់ក៏ជាអ្នកផឹកដែរជាទូទៅគាត់ផឹកអាចចាប់ពី6ទៅ7កំប៉ុងអីក៏វាមិនមានបញ្ហាបែបនេះចំពោះគាត់ដែរហើយក្នុងពេលធ្វើដំណើរនោះដែរគឺវាចំណាយពេលតែប្រហែលម៉ោងទៀតប៉ុណ្ណោះសម្រាប់ទៅដល់ Hall Creek ប៉ុន្តែនៅពេលនោះវិគីគាត់មិនអាចគ្រប់គ្រងស្មារតីបានទេគាត់បានបាត់បង់ស្មារតីភ្លាមកំឡុងពេលដែលបើកបរនឹងមួយសន្ទុះក្រោយមកគាត់បានបើកភ្នែកដឹងខ្លួនឡើងវិញពេលនោះគាត់បានឃើញថាឡានរបស់គាត់បានចតនៅគៀននៃផ្លូវមួយរំពេចនោះបានឮសំឡេងឡើងដោយសំឡេងនោះនៅគុំកំពតព្រេងនៅក្បែរនោះគាត់បានដើរទៅជិតកន្លែងដែលមានសំឡេងហ្នឹងប៉ុន្តែគ្រប់យ៉ាងវាហាក់ដូចទៅជាស្ងប់ស្ងាត់ទៅវិញគាត់បានបកដើរទៅរកឡានរបស់គាត់វិញហើយបើកទ្វារចូលទៅអង្គុយខាងក្នុងពេលនោះគាត់ព្យាយាមបញ្ឆេះឡានរបស់គាត់តែមួយរំពេចនោះក៏មានបរិសម្នាក់ស្ទុះចេញមកលោកវិគីឃើញសភាពមិនសួរបែបនេះក៏បើកឡានចេញពីទីនោះតែបរិសចម្លែកនោះក៏បានតោងឡានរបស់គាត់យ៉ាងជាប់និងព្យាយាមវាយបំបែកកញ្ចក់ឡានរបស់លោកវិគីនៅពេលដែលលោកឃើញសភាពមិនសួរបែបនេះលោកក៏បានបន្ថែមល្បឿនហើយបើកក៏លេងបរិសចម្លែកម្នាក់នោះឲ្យចេញពីឡានរបស់គាត់តែជាអកុសលគាត់បានជួលចង្កូតធ្លាក់ផ្លូវចូលទៅក្នុងព្រៃក្បែរផ្លូវនោះវិគីចាប់ផ្ដើមមានអារម្មណ៍ថាគ្រប់យ៉ាងគឺងងឹតតែម្ដងប៉ុន្មានម៉ោងក្រោយមកគាត់បានដឹងខ្លួនហើយដើរទៅអង្គុយសំកក់នៅមាត់ផ្លូវដែលពេលនោះអារម្មណ៍របស់គាត់គឺច្បោកច្បល់មែនទែនលក្ខណៈដូចមនុស្សសើត្រូវថ្នាំគេចឹងណាហើយនេះគឺជារូបឡានដែលគាត់បានជួបគ្រោះថ្នាក់អ្នកទាំងអស់គ្នាអាចនឹងពិបាកមើលបន្តិចផ្លូវដែលគាត់ជិះនេះគឺដាច់ស្រយាលមែនទែនហើយក៏មិនមានមនុស្សធ្វើដំណើរដែរអញ្ចឹងយើងបកមកសាច់រឿងយើងវិញពេលនោះគាត់បានឃើញមនុស្សប៉ុន្មាននាក់មកចោមរោមរកមើលរបស់ដែលមានតម្លៃនៅក្នុងឡានរបស់គាត់ហើយមានបរិសុជនជាតិដើមម្នាក់បានដើរមកប្រាប់គាត់ថាអ្នកមិនមានបាត់បង់អ្វីទេវិគីបន្តនិយាយទៀតថានៅពេលដែលបរិសុជនជាតិដើមនោះនិយាយមកកាន់គាត់ខ្លួនគាត់នៅពេលនោះហាក់ដូចជាមិនខ្វល់ខ្វាយអ្វីទាំងអស់ហើយគាត់ចាប់ផ្ដើមលេងដឹងខ្លួនថាមានអ្វីកើតឡើងទៀតដែរនៅពេលនោះតែនៅពេលដែលគាត់ដឹងខ្លួនគាត់បានដឹងថាគាត់មិនបាននៅកន្លែងនោះទៀតទេគាត់បានឃើញខ្លួនគាត់នៅក្នុងរណ្ដៅដែលមានគ្របថង់ផ្លាស្ទិកនៅពីលើហើយនៅពេលដែលគាត់បានងើបចេញពីរណ្ដៅគាត់មានអារម្មណ៍ថាខ្លួនរបស់គាត់ស្រាលហ
ហើយអ្វីដែលនៅក្នុងកប៉ាល់របស់គាត់នឹងគឺគេប្រមូលយកអស់ហើយមិនថាតែបរិយឬដែលកេះសំបីតែស្បែកជើងរបស់គាត់ហើយនៅពេលនឹងដែរមានរឿងហួសចិត្តមួយអ្នកដែលដាក់ថ្នាំគាត់នឹងគឺអត់ចិត្តដាច់ពីគាត់ទេគាត់បានទុកលុយ$12អូស្ត្រាលីហ្នឹងនៅក្នុងកប៉ាល់របស់គាត់អានេះបើយើងស្ដាប់ទៅគឺហួសចិត្តមែនតើនៅក្នុងកណ្ដាលវាខ្សាច់ dessert ហ្នឹងគឺអត់មានមនុស្សលក់ដូរទេនៅហ្នឹងព្រោះតំបន់អូស្ត្រាលីយើងនិយាយចំទៅគឺមានតែប្រជុំជនហ្នឹងនៅខាងចិត្តសមុទ្រអ្នកទាំងអស់គ្នាអាចឆែកទៅមើលនៅក្នុងGoogle Map ក៏តាម website អីចឹងទៅដោយសារតែតំបន់កណ្ដាលនៃប្រទេសហ្នឹងគឺវាក្តៅហើយស្ងួតមែនតើអញ្ចឹងវាអត់សូវមានអំណោយផលក្នុងការរកស៊ីក៏ការធ្វើកសិកម្មប្រមាណទេហើយនៅពេលដែលលោកវិគីគាត់បានដឹងខ្លួនហ្នឹងគាត់ក៏បានទៅអង្គុយសញ្ជឹងគិតនៅក្រោមដើមឈើថារឿងគ្រប់យ៉ាងហ្នឹងវាកាត់ឡើងយ៉ាងដូចម្ដេចមកលើខ្លួនគាត់ហ្នឹងហើយគាត់បានតោងឡើងដើមឈើដែលគាត់អង្គុយហ្នឹងដើម្បីឡើងទៅមើលជុំវិញខ្លួនរបស់គាត់ឃើញថាកន្លែងដែលគាត់មកហ្នឹងមិនមែនជាកន្លែងដែលគាត់ស្គាល់ពីមុនមកទេនៅទីនោះគ្មានមនុស្សគ្មានផ្លូវគ្មានផ្ទះគ្មានទឹកគឺមានតែវាលំហោឋានក្តៅហួតហែងតែប៉ុណ្ណោះគាត់ដឹងខ្លួនច្បាស់ថាគាត់ពេលនេះកំពុងតែវង្វេងហើយគាត់បាននិយាយបន្តទៀតថាគាត់ពិតជាស្រេកឃ្លានខ្លាំងណាស់ហើយឥទ្ធិពលថ្នាំដែលគេដាក់មកលើគាត់ហ្នឹងគឺមានរយៈពេលរហូតដល់2ថ្ងៃ2ថ្ងៃនេះគឺធ្វើឲ្យគាត់សើអត់សូវដឹងអីចឹងណាបន្ទាប់មកគាត់បានធ្វើដំណើរតាមព្រះអាទិត្យដោយគាត់ជឿថាការធ្វើដំណើរតាមទិសខាងលិចវានឹងជួយឲ្យគាត់ជួបនឹងប្រជាជននៃតំបន់នោះប៉ុន្តែផ្ទុយមកវិញគាត់ក៏មានអារម្មណ៍មិនល្អដែរដោយសារដើរទៅខាងទិសខាងលិចហ្នឹងគឺគ្រប់យ៉ាងគឺវាកាន់តែស្ងប់ស្ងាត់អញ្ចឹងធ្វើឲ្យគាត់បានបកមកទិសផ្ទុយវិញដែលជាទិសខាងកើតប៉ុន្តែវាក៏មិនខុសគ្នាពីទិសខាងលិចដែរគឺគ្រប់យ៉ាងមានតែគុំពេកតូចនិងវាលំហោឋានតែប៉ុណ្ណោះហើយដោយសារតែកម្ដៅនៅទីនោះក្ដៅខ្លាំងពេកដែលធ្វើឲ្យគាត់ឆាប់នឿយហត់និងសេកទឹកជាខ្លាំងប៉ុន្តែនៅលើវាបែបនេះគឺគាត់មិនអាចស្វែងរកសូម្បីតែទឹកមួយដំណក់ដូចនេះគាត់បានចាប់ផ្ដើមគិតទៅលើគំនិតឈួតមួយដែលគាត់នឹងយកទឹកនោមខ្លួនឯងយកមកផឹកកន្លែងនេះបើអ្នកទាំងអស់គ្នាស្ដាប់ហើយធ្វើឲ្យអ្នកទាំងអស់គ្នាអារម្មណ៍មិនល្អក៏អ្នកទាំងអស់គ្នាខ្ពើមអើបអីអ្នកទាំងអស់គ្នាអាចរំលងចោលកន្លែងនេះបន្តិចបានគាត់បាននោមដាក់ខោក្នុងរបស់គាត់ហើយទុកឲ្យត្រជាក់ដើម្បីឲ្យទឹកនោមនោះបាត់ក្លិនបន្ទាប់មកគាត់ពូតទឹកនោមនោះចេញពីខោក្នុងហើយយកមកផឹកគាត់ទុកទឹកនោមរបស់គាត់ឲ្យត្រជាក់ដូចនេះដើម្បីកុំឲ្យទឹកនោមនោះកុំឲ្យវាមានធុំក្លិនឆ្អេះហើយនៅក្នុងដំណើររបស់លោកវិគីគឺគាត់ធ្វើដំណើរដោយជឿនទទេអញ្ចឹងវាពិបាកក្នុងការធ្វើដំណើរដោយលោកវិគីបានដើររហូតតតែដាច់រលត់ស្បែកបាតជឿននឹងហើយមានហូរឈាមទៀតផងហើយចូលមកដល់ពេលយប់លោកវិគីដឹងថាតំបន់ desert គឺជាតំបន់មួយនៅពេលយប់គឺវាត្រជាក់ខ្លាំងតែគាត់នៅតែចង់បន្តដំណើរចាក់ចេញពីកន្លែងនេះរហូតមកដល់ពេលមេឃងងឹតខ្លាំងដែលធ្វើឲ្យគាត់មើលផ្លូវលេងឃើញគាត់ចាប់ផ្ដើមរកកន្លែងសម្រាកនិងយកស្លឹកឈើខ្លះមកបាំងដេកដើម្បីការពារពីភាពត្រជាក់ចូលមកដល់ប្រហែលជាពាក់កណ្ដាលយប់មេឃចាប់ផ្ដើមភ្លៀងធ្វើឲ្យលោកវិគីភ្ញាក់ផ្អើលសប្បាយចិត្តហើយគាត់បានយកដៃរបស់គាត់មកក្បង់ទឹកភ្លៀងនោះផឹកដោយសេចក្តីស្រេកឃ្លានហើយក្នុងការធ្វើដំណើរនេះប្រហែលជាបានប្រមាណថ្ងៃក្រោយមកលោកវិគីបានប្រឈមមុខនឹងការបាត់បង់ជាតិទឹកម្ដងទៀតហើយខ្លួនប្រាណរបស់គាត់ចាប់ផ្ដើមសក់ទម្ងន់នៅពេលនោះគាត់បានស្វែងរកឃើញប្រភពទឹកខ្លះដែរតែវាមិនមែនជាទឹកទេវាគឺជាភក់អញ្ចឹងគាត់បានក្បង់ទឹកនោះជាមួយនឹងដៃរបស់គាត់យ៉ាងប្រុងប្រយ័ត្នកន្លែងនេះខ្ញុំសូមចែករំលែកចំណេះដឹងដែលខ្ញុំបានធ្លាប់ដើរព្រៃពីមុនមកបើសិនជាស្ថានភាពដូចលោកវិគីនេះគឺគាត់ជាប់នៅតំបន់ desert ដែលតំបន់នេះជាតំបន់ដែលក្តៅហើយស្ងួតនិងមានរុក្ខជាតិដោះតិចតួចបំផុតតែតំបន់លោកវិគីគឺមានប្រភេទផ្ទាំងថ្មធំអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដាច់ទឹកអ្នកទាំងអស់គ្នាអាចរកទៅមើលនៅខាងក្រោមថ្មបានបើសិនជាគ្មានទឹកឬភក់ទេអ្នកទាំងអស់គ្នាត្រូវសង្កេតមើលទៀតថាតើដីនៅក្រោមថ្មនោះមានសភាពសើមដែរឬទេបើសិនជាសើមអ្នកទាំងអស់គ្នាអាចព្យាយាមជីកនៅដីនឹងទៅអ្នកទាំងអស់គ្នានឹងឃើញទឹកជៀបចេញពីទីនោះហើយក្នុងករណីយកទឹកមកប្រើប្រាស់អ្នកទាំងអស់គ្នាអាចប្រើវិធីសាស្ត្រចម្រោះទឹកមួយដែលគេហៅថា Gypsy Well ឬការជីកអណ្ដៅចម្រោះទឹកដោយប្រើខ្សាច់ហើយវិធីសាស្ត្រនេះខ្ញុំក៏បានធ្វើជាវីដេអូរួចមកហើយដែរចាំខ្ញុំដាក់វីដេអូខាតនៅគៀនវីដេអូឬ link នៅខាងក្រោមវីដេអូសម្រាប់អ្នកទាំងអស់គ្នាចុចចូលទៅមើលអញ្ចឹងចូលទៅសាច់រឿងយើងបន្តទៀតមិនបានប្រហែលលោកវិគីបានធ្វើដំណើរជួបជាមួយនឹងស្នាមភក់ដែលស្នាមភក់ហ្នឹងគឺកើតឡើងដោយសារតែការហូរពីទឹកភ្លៀងគាត់បានដើរតាមស្នាមភក់នោះក៏បានជួបជាមួយនឹងស្នាមទឹកថ្លុកមួយឃើញដូចនេះគាត់នៅតែបន្តដើរតាមស្នាមថ្លុកនោះទៀតប្រហែលជាប្រហែលម៉ោងក្រោយមកគាត់បានជួបនៅប្រភពទឹកដ៏ធំមួយនោះគឺជាទន្លេដែលមានរុក្ខជាតិដោះអមសងខាងពេលនោះលោកវិគីសប្បាយចិត្តណាស់គាត់បាននិយាយថាបញ្ហារបស់គាត់ទាំងកម្ដៅនិងការស្រេកទឹកគឺវាបានដោះស្រាយភ្លាមនៅពេលដែលគាត់បានជួបប្រភពទឹកដ៏ធំបែបនេះហើយនៅពេលនោះគាត់បានថ្វាយបង្គំអរគុណទៅកាន់ព្រះហើយបានចុះទៅហែលទឹកនៅក្នុងទន្លេនោះដោយមិនចង់ចាក់ឆ្ងាយពីប្រភពទឹកលោកវិគីបានសម្រេចចិត្តធ្វើដំណើរតាមខ្សែទឹកទន្លេហើយគាត់បានជួបជាមួយនឹងរោងម៉ាស៊ីនខ្យល់ដែលគេទុកចោលនៅជិតទន្លេនោះគាត់នឹងសម្រាកនៅរោងម៉ាស៊ីនខ្យល់នេះដោយគិតថានឹងមានមនុស្សមកទីនេះរិគីគាត់បានសាងសង់ជំរកការពារពីព្យុះភ្លៀងនៅកន្លែងរោងម៉ាស៊ីនខ្យល់នោះដោយរស់នៅទីនោះអស់រយៈពេល5ថ្ងៃ
នឹងបានហូបរុក្ខជាតិដែលដុះតាមមាត់ទន្លេនោះដោយសង្ឃឹមថានឹងមានមនុស្សមកកាន់នូវម៉ាស៊ីនខ្យល់នេះប៉ុន្តែការរងចាំរបស់គាត់ហាក់ដូចជាស្ងាត់ទៅពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឲ្យវីគីគាត់មានការអស់សង្ឃឹមនៅក្នុងការបន្តរងចាំទៀតគាត់បានសម្រេចចិត្តថាគាត់នឹងចាក់ចេញពីទីនេះគាត់បានយកបន្ទះក្តារចេញពីកង្ហារខ្យល់នោះមកដង្រៀបគ្នាជាក្បូនហើយបានបន្សល់អក្សរ SOS និងមានដាក់សញ្ញាព្រួញចង្អុលទៅទិសដែលគាត់បានចេញធ្វើដំណើរទៅសូមបញ្ជាក់ SOS គឺជាអក្សរកាត់មកពីពាក្យថា Save Our Soul គឺគេប្រើវាសម្រាប់ជាការសុំជំនួយហើយបន្ទាប់ពីការរៀបចំនេះហើយលោករីគីបានយកក្បូនរបស់គាត់ដាក់នៅលើទឹកហើយសម្រាប់ធ្វើដំណើរតាមខ្សែទឹកទន្លេនោះមិនយូរប៉ុន្មានគាត់បានជួបជាមួយនឹងផ្លូវតូចមួយដែលជាប់នឹងមាត់ទន្លេអាហ្នឹងរបៀបដូចជាផ្លូវដែលគេចោះមកដួសទឹកប្រើអញ្ចឹងណាអ្នកទាំងអស់គ្នាតែនៅពេលឃើញដូចហ្នឹងគាត់ក៏សម្រេចចិត្តចេញពីក្បូនរបស់គាត់ដើរទៅតាមផ្លូវនោះម្ដងវិញក្នុងពេលនោះគាត់ក៏មានអារម្មណ៍ស្ទាក់ស្ទើរដែរដោយគាត់ដឹងថាទន្លេគឺសំខាន់ណាស់ចំពោះគាត់ប៉ុន្តែចិត្តរបស់គាត់មួយទៀតគឺចង់ស្វែងរកជំនួយដោយគិតថាផ្លូវដែលគាត់ទៅនេះវាអាចនាំគាត់ទៅជួបជាមួយនឹងមនុស្សជាមិនខានមិនយូរប៉ុន្មាននៅពេលដែលគាត់ធ្វើដំណើរតាមផ្លូវនេះគាត់ក៏បានជួបជាមួយនឹងទ្វាររបងដែលដាក់នៅទៅតឹងផ្លូវនិងមានស្លាកសរសេរថា Hadbury Beach Country ពេលនេះលោកក៏មិនដឹងថាគាត់កំពុងនៅទីណាច្បាស់ដែរគាត់ដឹងត្រឹមថាកន្លែងដែលគាត់មកដល់នេះទំនងជាកសិដ្ឋានដែលចិញ្ចឹមគោដែលគេទុកចោលគាត់បានផ្លោះទ្វាររបងនោះចូលទៅខាងក្នុងហើយបន្តដំណើររបស់គាត់នៅទីនោះគាត់មើលឃើញតម្រុយមួយចំនួនដូចជាស្មៅចំណីគោនិងលាមកគោដែលមានសភាពក្តៅៗនៅឡើយហើយគាត់បានសម្រាកនៅទីនោះដោយប្រស័យហូបរុក្ខជាតិនិងសត្វល្អិតហើយបានផឹកទឹកថ្លុកដែលលាយឡំជាមួយនឹងលាមកគោហើយចូលមកដល់ពេលយប់គាត់បានយកលាមកគោលាយជាមួយស្មៅនិងដីលាបលើខ្លួនរបស់គាត់ដើម្បីការពារពីការខាំពីសត្វល្អិតឬសត្វមូសចូលមកដល់ព្រឹកស្អែកគាត់បានបន្តដើរនៅក្នុងកសិដ្ឋាននេះរហូតដល់ផ្លូវបំបែកគាត់ដើរផ្លូវបត់ទៅខាងស្ដាំដែលផ្លូវនោះតម្រង់ទៅក្រៅគោដែលគាត់គិតថានឹងមានមនុស្សនៅទីនោះប៉ុន្តែគ្រប់យ៉ាងហាក់បីដូចជាគ្មានពន្លឺតទៅសោះនៅក្រៅគោនោះគឺមានសភាពស្ងាត់ជ្រងំឃើញដូចនេះលោកវីគីក៏សម្រេចចិត្តបកមកខាងក្រោយវិញដោយមកដល់ផ្លូវបំបែកដែលជាកន្លែងចូលក្រៅគោហ្នឹងគាត់ក៏បានរៀបចំដុំថ្មជាពាក្យ SOS ដោយសង្ឃឹមថានឹងមានមនុស្សដឹងថាគាត់កំពុងតែត្រូវការជំនួយនៅពេលដែលគាត់បញ្ចប់ការរៀបដុំថ្មរបស់គាត់ហើយគាត់បានដើររកអ្វីដែលអាចហូបបានប្រហែលជាប៉ុន្មានម៉ោងក្រោយមកគាត់បានឃើញកំណាត់ឈើមួយដែលកំណាត់ឈើនោះជាឈើពុកផុយដែលមានប្រហោងនៅកណ្ដាលឃើញដូចនេះលោកវីគីក៏ដឹងថានៅក្នុងនោះប្រកាសជាមានសត្វល្អិតឬសត្វល្មូនដូចបង្គាួយអីហ្នឹងដែលអាចឲ្យគាត់ហូបបានជាមិនខានហើយដោយសេចក្តីសេឃ្លានរបស់គាត់មិនបានគិតអ្វីច្រើនឡើយគាត់បានលូកដៃរបស់គាត់ចូលទៅក្នុងឈើនោះភ្លាមតែនៅពេលដែលគាត់លូកហ្នឹងគាត់ក៏មានអារម្មណ៍ដឹងថាគាត់កំពុងតែមានអ្វីខាំដៃរបស់គាត់នៅពេលនោះគាត់ក៏ភ្ញាក់ដកដៃរបស់គាត់ចេញភ្លាមហើយក៏ដឹងថាមានសត្វក្អែបដ៏ធំមួយក្បាលបានខាំដៃរបស់គាត់នៅពេលនេះហ៊ុយគីបានជួបនៅបញ្ហាច្រើនហើយការសេឃ្លានរបួសនៅបាតជើងហើយឥឡូវនេះបានទៅពឹសរបស់សត្វក្អែបទៀតតែទោះជាយ៉ាងណាក៏ដោយគាត់នៅតែបន្តដំណើររបស់គាត់នៅពេលដែលចូលមកដល់ពេលយប់ងងឹតបន្តិចលោកវីគីបានឃើញភ្លើងពីរគ្រាប់នៅលើដងផ្លូវវាទំនងជាភ្លើងអំពូលឡានឃើញដូចនេះគាត់ក៏បានរត់ស្រែកដេញតាមពន្លឺនោះយ៉ាងលឿនដោយគាត់មិនខ្វល់ថាជើងរបស់គាត់ទៅជាប់ថ្មឬបន្លានោះទេប៉ុន្តែពន្លឺដែលគាត់ដេញតាមនោះមិនយូរប៉ុន្មានវាក៏បាត់ចេញពីខ្សែភ្នែករបស់គាត់ពេលដែលគាត់ឈប់ដេញតាមពន្លឺនោះគាត់ក៏ភ្ញាក់ខ្លួនថាតើពេលនេះគាត់នៅទីណាគាត់កំពុងតែរត់ដល់ណាហើយអមជាមួយនឹងសេចក្តីនឿយហត់ផងនោះគាត់ក៏បានដាក់ខ្លួនដេកនៅទីនោះចូលមកដល់ថ្ងៃបន្ទាប់វីគីគាត់បានស្វែងរកផ្លូវទៅកសិដ្ឋានវិញហើយពេលដែលគាត់មកដល់កសិដ្ឋាននោះគាត់ក៏នៅតែបន្តដើរពេញកសិដ្ឋានដូចមុនអញ្ចឹងតែម្ដងនេះគាត់បានរកឃើញអ្វីដែលមានតម្លៃជាងមាសទៅទៀតនោះគឺជាប្រភពទឹកដ៏ធំមួយដែលគេជីកសម្រាប់ផ្គត់ផ្គង់ទឹកនៅទីនោះនៅពេលនោះវីគីគាត់បានសម្រេចចិត្តថាគាត់នឹងស្នាក់នៅក្នុងទីនេះក្នុងរយៈពេលវែងដែលគាត់ជឿថានឹងមានមនុស្សមកកសិដ្ឋាននេះវិញជាមិនខានដូចនេះគាត់បានចាប់ផ្ដើមសង់ជំរករបស់គាត់ដោយការជីកអណ្ដៅនិងធ្វើដំបូលចេញពីភក់និងស្មៅហើយប្រស័យរស់នៅដោយហូបសត្វល្អិតនិងរុក្ខជាតិនៅទីនោះអ្វីដែលចម្លែកនោះគាត់បានប្រាប់អ្នកកសិដ្ឋានថានៅថ្ងៃមួយដែលគាត់រកសត្វល្អិតមិនបានគាត់បានហូបសត្វឆ្លើងដែលតោងនឹងខ្លួនរបស់គាត់នៅពេលដែលគាត់ហែលទឹកនោះផងដែរហើយកំឡុងពេលដែលគាត់នៅទីនោះគាត់ក៏ធ្លាប់សាកចាក់ចេញពីទីនោះដែរតែនៅជុំវិញនោះគឺសុទ្ធតែតំបន់វាលំហោឋានដែលមានទំហំធំធេងទើបធ្វើឲ្យគាត់ត្រឡប់មករស់នៅទីនេះវិញហើយកំឡុងពេលដែលគាត់នៅកសិដ្ឋានគាត់តែងតែលើកដៃសុំជំនួយរាល់ពេលដែលគាត់ឃើញយន្តហោះបើកបរកាត់នៅទីនោះក្នុងថ្ងៃមួយធ្មេញរបស់គាត់ចាប់ផ្ដើមពុកនិងមានសភាពអង្គើដែលធ្វើឲ្យគាត់មានការឈឺចាប់ជាខ្លាំងហើយគាត់បានដកធ្មេញនោះចេញដោយប្រើសោឡានរបស់គាត់និយាយថានៅពេលដែលធ្មេញនោះបានដកចេញហើយគឺវាមានភាពឈឺចាប់ទ្វេដង
ដោយធ្វើឲ្យគាត់ពិបាកក្នុងការបរិភោគសូម្បីតែការដេកក៏ពិបាកដែរហើយចូលមកដល់5ថ្ងៃកន្លងមកគាត់បានឮសំឡេងមួយដែលធ្វើដំណើរមកជិតគាត់បានស្ទុះចេញពីជំរឿរបស់គាត់ហើយងាកទៅទិសដៅនៃសំឡេងនោះហើយអ្វីដែលធ្វើឲ្យគាត់រំភើបបំផុតគាត់បានឃើញបុរស2នាក់កំពុងតែជិះឡាននៅលើផ្លូវក្នុងកសិដ្ឋានលោកវិគីបានរត់ដេញតាមពួកគេទាំងសប្បាយចិត្តនៅពេលនោះគាត់អន់ណាស់នឹករកនិយាយអ្វីមិនបានទេគាត់បានលុតចុះលុតឡើងនិងបក់ដៃធ្វើជាសញ្ញាទៅកាន់ពួកគេទាំងពីរនាក់នោះឃើញដូចនេះកសិករដែលកំពុងតែជិះល្បាតក្នុងចំការរបស់ពួកគេនឹងបានចុះមកជួយលោកវិគីហើយមុនពេលនឹងទៅជាមួយនឹងកសិករទាំងពីរនាក់នោះលោកវិគីបានទៅយករបស់ដែលសំខាន់សម្រាប់គាត់ផងដែរនោះគឺធ្មេញនិងសោឡានរបស់គាត់សរុបមកវិញវិគីម៉ាជីទៅបានកសិករជួយសង្គ្រោះនៅកសិដ្ឋានមួយក្នុងតំបន់ Outback នៃប្រទេសអូស្ត្រាលីក្នុងថ្ងៃទី4ខែមេសាក្នុងឆ្នាំ2006គាត់ចំណាយពេល71ថ្ងៃក្នុងការវង្វេងក្នុងតំបន់ Outback ដែលស្ថានភាពដែលគេរកឃើញគាត់នោះគឺមានតែស្បែកដណ្ដប់ឆ្អឹងតែប៉ុណ្ណោះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគាត់បាត់បង់នៅទម្ងន់រហូតដល់60គីឡូគឺពី100គីឡូមកត្រឹមតែ40គីឡូតែប៉ុណ្ណោះដោយកង្វះអាហារូបត្ថម្ភគាត់ត្រូវបានទទួលការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យ Royal Darwin Hospital ដែលជាមន្ទីរពេទ្យមួយនៅ Northern Territory ហើយជុំវិញរឿងរ៉ាវរបស់គាត់ប៉ូលីសនៅទីនោះក៏បានដាក់ការសង្ស័យផងដែរដោយគីក៏ធ្លាប់មានប្រវត្តិតាក់ទងនឹងគ្រឿងញៀនដូចនេះប៉ូលីសបានដាក់ការសង្ស័យថាការដែលគាត់បាត់ខ្លួនរយៈពេល71ថ្ងៃហ្នឹងគឺជាការលាក់ខ្លួនហើយរឿងដែលគេដាក់ថ្នាំគាត់នោះគឺជារឿងប្រឌិតប៉ុន្តែក្រោយមកប៉ូលីសបានស៊ើបអង្កេតកន្លែងដែលឡានរបស់គាត់គ្រោះថ្នាក់និងជំរឿរបស់គាត់ក្នុងកសិដ្ឋានហ្នឹងគឺថាគ្មានសញ្ញានិងផុសតាងអ្វីឡើយហើយប៉ូលីសក៏សម្រេចចិត្តដោះលែងរូបគាត់ហើយចុងក្រោយកន្លែងនេះគឺជាកន្លែងដែលខ្ញុំពេញចិត្តនៅក្នុងសាច់រឿងនេះនៅពេលដែលអ្នកកាសែតសួរគាត់ថាតើកត្តាអ្វីដែលធ្វើឲ្យគាត់ព្យាយាមក្នុងដំណើររបស់គាត់ហើយគីបានតបថារាល់ព្រឹកដែលគាត់ងើបពីដំណេកគាត់តែនិយាយប្រាប់ខ្លួនឯងថា Today is not the day I die ដែលបកជាភាសាខ្មែរថាថ្ងៃនេះគឺមិនមែនជាថ្ងៃដែលខ្ញុំត្រូវស្លាប់ទេហើយពាក្យនេះគឺមានន័យណាស់សម្រាប់ដាស់តឿនខ្លួនគាត់ក្នុងការបន្តដំណើរទៅមុខហើយសាច់រឿងរបស់លោក Ricky Mechi គឺបានមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូសាច់រឿងនេះតាំងពីដើមរហូតដល់ចប់ហើយសម្រាប់អ្នកមិនទាន់ Subscribe សូមជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងមួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតមាតិកាបែបនេះបន្តទៅទៀតហើយក៏ខ្ញុំសូមអធិស្ឋានផងដែរអ្នកទាំងអស់គ្នាក្នុងការនិយាយវីដេអូនេះគឺវាវែងមែនទែននិយាយទៅប្រវត្តិ survival នេះមួយសាច់រឿងទៅមួយសាច់រឿងគឺមានរយៈពេលជិត1ម៉ោងណោះអញ្ចឹងបើសិនជាខ្ញុំនិយាយទៅមានសភាពស្អកក៏ខុសពាក្យថងណាសូមអ្នកទាំងអស់គ្នាអធិស្ឋានដល់ខ្ញុំផងហើយអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួបគ្នានៅវីដេអូក្រោយវីដេអូនេះ sponsor ដោយ ALC បើសិនជាលោកអ្នកទាំងអស់គ្នាចង់ស្វែងរកផលិតផលប្រើប្រាស់ឬសម្ភារៈជាងដែលមានតម្លៃសមរម្យជាមួយនឹងគុណភាពនោះអ្នកទាំងអស់គ្នាអាចរកមើលបាននៅលើ Facebook page របស់ ALC ឬក៏ search នៅលើ Apple 192ដោយគ្រាន់តែវាយពាក្យ ALC លោកអ្នកនឹងអាចស្វែងរកបានទំនិញជាច្រើនប្រភេទ